Công lang sa mực kỳ bột bò sát vật chùm. Công lang sa mực kỳ cứ chia công lang đo song khăn đại mình ai bằng phịch bản. Mình tha nốc nông song cung chiết, sthà bàn,សហគមន៍ វត្តអារាម ឬ គ្រួសារនោះទេ ដោយសារកម្លាំងសាមគ្គីនេះហើយ បានពពកបរោះខ្មែរយើង បានបន្សល់ទុកនៅកេរដំណែង ប្រាង្គប្រាសាទ វត្តអារាមជាច្រើន តួយ៉ាងដូចវត្តជុំយើងនេះជាដើម ដែលពពកបរោះដូនតា ព្រះចៅអធិការជំនាន់មុន បានកសាងអស់រយៈកាលជាយូរអង្វែង បើគិតមកដល់ពេលនេះ វត្តសេមាវត្តជុំយើង បានកកើតជាង 340 ឆ្នាំជាងមកហើយនេះ កាលពីជំនាន់មុន ព្រះសង្ឃនិងពុទ្ធបរិស័ទគ្រប់នឹងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយបានកសាងធនធានព្រះសង្ឃ និងកសាងសមិទ្ធផលនានាជាច្រើនយ៉ាងសស័កសស្រាំ បច្ចុប្បន្ននេះ យើងពិបាកស្វែងរកភាពសាមគ្គី គ្រប់សកម្មភាពទាំងអស់ ឲ្យដូចពពកបរោះយើងណាស់ ស្ទើរតែបាត់បង់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ប្រៀបដូចជាពេលវេលា ដែលរសាត់បាត់ទៅអញ្ចឹងដែរ បើទោះបីជាពេលវេលារសាត់បាត់ទៅហើយក៏ពិតមែន ប៉ុន្តែសកម្មភាពទាំងឡាយ ដែលកើតពីកម្លាំងសាមគ្គី ពុទ្ធបរិស័ទវត្តជុំខ្ញុំ នៅតែបន្តរក្សារហូតដល់សព្វថ្ងៃនេះ ដូចជាសព្វថ្ងៃនេះអញ្ចឹង ពុទ្ធបរិស័ទចំណុះជើងវត្តជុំយើង មានភូមិចំណុះជាច្រើន ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់កុរកា សង្កាត់ក្រាំងធ្នង និងបណ្ដាសង្កាត់នានានៅក្នុងរាជធានីភ្នំពេញ គ្រប់ភូមិទាំងអស់នេះ មិនថាពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទទីជិតឆ្ងាយនោះទេ តែងតែមានឧបការៈគុណ ក្នុងការជួយទំនុកបម្រុងព្រះសង្ឃ និងការកសាងសមិទ្ធផលនានា នៅពេលដែលព្រះគូចៅអធិការ លោកអាចារ្យ គណៈកម្មការ បានជួបដំណឹងពីការកសាងអ្វីមួយ ពុទ្ធបរិស័ទគ្រប់ភូមិទាំងអស់ និងពុទ្ធបរិស័ទទីជិតឆ្ងាយ តែងតែចូលរួមចំណែកទាំងកម្លាំងកាយ ទាំងកម្លាំងសទ្ធា បរិច្ចាគថវិកាជាបច្ច័យ ចូលរួមយ៉ាងសកម្ម ជាពិសេស ការកសាងកុដិ ព្រះវិហារ ពុទ្ធស្ថាន ខ្លោងទ្វារ របងវត្តជាដើម មិនថាបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំនោះទេ មានបុណ្យកឋិន បុណ្យផ្កា បុណ្យវិសាខបូជា មាឃបូជា ពុទ្ធបរិស័ទគ្រប់ភូមិ និងពុទ្ធបរិស័ទទីជិតឆ្ងាយតែងតែចូលរួមយ៉ាងសកម្ម វត្តខ្ញុំបកណាអាត្មា យើងខ្ញុំទាំងអស់គ្នា មានការរីកចម្រើនដល់សពថ្ងៃនេះទៅបាន អាស្រ័យដល់ការជួយជ្រោមជ្រែង ពីអាជ្ញាធរដែនដី និងពុទ្ធបរិស័ទគ្រប់ភូមិ និងពុទ្ធបរិស័ទទីជិតឆ្ងាយទាំងអស់ បើគ្មានកម្លាំងសាមគ្គីពីពុទ្ធបរិស័ទនោះទេ បើទោះបីជាព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ខ្លាំងពូកែយ៉ាងណាក៏ដោយ ក៏មិនអាចរៀបចំវត្តអារាម ឲ្យមានសភាពរុងរឿងនេះទៅបានដែរ មិនតែប៉ុណ្ណោះទេ ក្នុងបច្ចុប្បន្នកាលនេះ ក្រុមការដឹកនាំដោយ ព្រះគូចៅអធិការ ហាន់សវណ្ណា និងអតីតព្រះគូចៅអធិការជំនាន់មុន តែងតែខិតខំប្រឹងប្រែងព្យាយាម កសាងសំណង់នានា ចាត់ចង់ និងរៀបចំទីធ្លាអនាម័យ និងបានចូលរួមយ៉ាងសកម្មក្នុងសង្គមជាតិផងដែរ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា កម្លាំងសាមគ្គីរវាងព្រះសង្ឃនិងព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទទូទៅទាំងអស់ បានចូលរួមលើកស្ទួយក្នុងវិស័យពុទ្ធសាសនា សារភ្ជាប់ទំនៀមទម្លាប់ប្រពៃណី និងអក្សរសាស្ត្រសង្គមជាតិ ឲ្យកាន់តែរីកចម្រើនតទៅមុខ វត្តជុំ សង្កាត់កុរកា ខណ្ឌព្រែកនៅរាជធានីភ្នំពេញ ថ្ងៃប្រហោះ 10 កើត ខែអាសត់ ឆ្នាំអាសាញ់សប្បដស័ក ពុទ្ធសករាជ 2569 ត្រូវនៅថ្ងៃទី 2 ខែតុលា ឆ្នាំ 2025